cứ khỏe Ok,ថ្ងៃនេះខ្ញុំមកបង្ហាញពីtechniqueផ្ទាល់ខ្លួនមួយសម្រាប់ការបំពងសាច់គោឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ស្រួយដល់ក្នុងបងប្អូនជាដំបូងនោះខ្ញុំដើរមកបេះស្លឹកក្រូចសិនមុនពេលដែលយើងបានចៀនសាច់គោស្លឹកក្រូចយើងគឺយើងបេះមួយចំនួនល្មមដើម្បីយកទៅបំពងឲ្យសមសាច់ក៏ដូចជាម្ទេសរបស់យើងហ្នឹងគ្រឿងផ្សំរបស់យើងអត់មានអីពិបាកទេហើយកាន់តែងាយកាន់តែ technique ធ្វើរបស់យើងគឺតិចតួចតែធ្វើឲ្យម្ហូបយើងមានរសជាតិឆ្ងាញ់ហើយសម្រាប់សាច់គោរបស់ខ្ញុំគឺខ្ញុំទិញបានទុកឲ្យមុនរៀងកករឹងតិចខ្ញុំយកវាមកចិតជាដុំទ្រវែងល្មមមកប៉ុណ្ណឹងខ្ញុំដាក់ម្សៅស៊ុបក៏ដូចជាទឹកប្រេងខ្យងប្រឡាក់ផ្អាប់ទុកចន្លោះពេលដែលខ្ញុំផ្អាប់សាច់គោនឹងគឺខ្ញុំងាកមកបេះស្លឹកក្រូចរបស់ខ្ញុំស្លឹកក្រូចខ្ញុំបេះយកអាទំនងកដាលចោលហើយខ្ញុំបេះយកតែស្លឹកវាសុទ្ធហើយសម្រាប់ម្ទេសរបស់ខ្ញុំវិញនេះគឺខ្ញុំយកវាមកពុះហើយខ្ញុំឆ្កឹះក្រឹបចាញ់គឺយកវាទៅស្ងោរមកសបកវារឹងរីកផុយដែរមុនពេលខ្ញុំស្រង់វាចេញឡើងមកម្ទេសរបស់យើងពេលដែលយើងយកវាទៅស្ងោរអញ្ចឹងយើងកាត់បន្ថយភាពហឹររបស់វាមួយចំនួនក៏ដូចពេលដែលវារីកគឺខ្ញុំយកវាមកប្រឡាក់ម្សៅបានជាប់ល្អសាច់គោយើងដែលយើងបានប្រឡាក់មកសបកនោះគឺយើងយកវាមកប្រឡាក់ម្សៅបំពងជាមួយនឹងល្ងសម្រាប់ការបំពងរបស់យើងគឺយើងដាក់ប្រេងឲ្យក្តៅយើងបោះសាច់គោចូលគឺយើងកូរវាបែកបើយើងដាក់ប្រេងអត់ក្តៅទេពេលដែលយើងកូរគឺស្អិតល្មួតចូលគ្នាសាច់គោរបស់យើងគឺអត់បែកទេបងប្អូនហើយសម្រាប់ការចៀនរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំចៀន2ដងដើម្បីឲ្យវាស្រួយទៅដល់សាច់ក្នុងរបស់សាច់គោយើងណាខ្ញុំបំពងម្ដងចេះហើយខ្ញុំស្រង់ទុកម្ល៉េះសិនមុនពេលដែលខ្ញុំយកវាទៅបំពងម្ដងទៀតគឺខ្ញុំទុកឲ្យត្រជាក់សិនបងប្អូនអរគ្នាតិចបំពងគឺអត់មានអីពិបាកអីទេមានតែប៉ុណ្្នឹងឯងបងប្អូនតែយើងមានចំណុចម្យ៉ាងទៀតដែលធ្វើឲ្យសាច់គោរបស់យើងគឺអត់ទលឿនហើយគឺមានរសជាតិឆ្ងាញ់គឺយើងបំពងសាច់គោហើយយើងស្រង់បន្ទាប់មកយើងយកម្ទេសរបស់យើងដែលបានស្ងោរនឹងយកទៅប្រឡាក់ម្សៅបំពងជាមួយនឹងប្រេងដើម្បីឲ្យជាតិហឹររបស់ម្ទេសហ្នឹងចេញទៅនឹងប្រេងធ្វើឲ្យសាច់គោរបស់យើងគឺមានរសជាតិឆ្ងាញ់បងប្អូនហើយការប្រឡាក់ម្ទេសរបស់យើងគឺដូចតែប្រឡាក់សាច់គោទេយើងចាក់ម្សៅបំពងក៏ដូចជាល្ងចូលធ្វើអញ្ចឹងទៅក្លិនឈ្ងុយពីម្ទេសចូលទៅប្រេងគឺយើងបំពងសាច់គោម្ដងទៀតអូមានរសជាតិឆ្ងាញ់មែនទែនហើយសម្រាប់ម្ទេសខ្ញុំកំពុងដូចតែសាច់គោដែលគឺខ្ញុំបំពងមកសបកហើយខ្ញុំស្រង់ទុកឲ្យវាត្រជាក់សិនចាំខ្ញុំយកវាមកចៀនម្ដងទៀតបងប្អូនអរគ្នាធ្វើអញ្ចឹងទៅទាំងម្ទេសទាំងសាច់គោគឺស្រួយឆ្ងាញ់តែម្ដងតែចំណែកស្លឹកក្រូចនឹងគឺយើងបំពងចុងក្រោយគេផ្អស់ហើយសម្រាប់សាច់គោដែលយើងទុកឲ្យត្រជាក់នឹងគឺយើងយកមកបំពងម្ដងទៀតនឹងគឺធ្វើអញ្ចឹងគឺស្រួយឆ្ងាញ់វិធីធ្វើគឺងាយទេបងប្អូនសាច់គោរបស់យើងនេះបើយើងចេះធ្វើតែអញ្ចឹងទៅគ្រឿងក្លែមញូបងប្អូនទិញសាច់គោគេតែប្រហែលតែកន្លះគីឡូអីមកយើងយកមកធ្វើហូបអូយដឹងតែយើងទៅពៀទាំងស្លឹកក្រូចទៅពៀទាំងសាច់គោទៅពៀទាំងម្ទេសធានាតែឆ្ងាញ់តែម្ដងទៅពៀឡើងរោយត្រៀមស្រួយតែស្រួយឆ្ងាញ់បងប្អូនទាំងអស់គ្នាហើយឃើញទេម្ទេសដល់ពេលដែលយើងបំពង2ដងអញ្ចឹងគឺឡើងស្រួយល្អសម្រាប់ស្លឹកក្រូចរបស់យើងគឺយើងទុកខ្លាញ់ក្តៅហើយយើងបោះវាចូលទៅបងប្អូនប៉ុន្តែមុនពេលដែលយើងបោះវាចូលគឺយើងត្រូវតែត្រៀមខ្លួនរត់ព្រោះថាស្លឹកក្រូចនេះវាផ្ទុះបងប្អូនអញ្ចឹងយើងយកវាមកបំពងឲ្យស្រួយអញ្ចឹងមកយើងស្រង់វាឡើងមកអើយមុខម្ហូបមុខនេះបងប្អូនអើយគ្រឿងក្លែមដឹងតែអេមអូយXui xẹp Chuối hả Cái tí là ngủ cái tí hờ cứ khỏe nha very crispy
Dễ chia. Ăn.